អាមេរិកលោក F16 ចំនួន20គ្រឿងឲ្យទៅប្រទេសជាសមាជិកអាស៊ានមួយក្នុងទំហំទឹកប្រាក់ប្រមាណជា5កណ្ដោសញ្ញា58,000 លានដុល្លារកាលពីដើមសប្តាហ៍កន្លងទៅនេះក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានអនុម័តកញ្ចប់អាវុធប្រភេទ F16 ជាយន្តហោះចម្បាំងទំនើបបំផុតនៃកងកម្លាំងទ័ពអាមេរិកយ៉ាងហោចណាស់20គ្រឿងឲ្យទៅរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងទំហំទឹកប្រាក់ប្រមាណ5កណ្ដោសញ្ញា58,000 លានដុល្លារអ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្វីលីពីនបានចេញមកធ្វើការបញ្យល់ថាកងត្រាបញ្ជាទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិកទាំងនោះគឺមិនមានបំណងក្នុងការគំរាមកំហែងដល់ប្រទេសណាមួយក្នុងតំបន់និងភាគីផ្សេងទៀតនោះទេបូករួមទាំងរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរប៉ុន្តែវាគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ខ្លួនក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិតែប៉ុណ្ណោះជាមួយគ្នានេះដែរមន្ទីរប៉ង់តាហ្គោនក៏បានធ្វើការថ្លែងការណ៍ដូចគ្នាដែរថាយន្តហោះទាំង20គ្រឿងអាចជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសជាសមាជិកអាស៊ានមួយនេះបូករួមទាំងកិច្ចការពារដែនអធិបតេយ្យភាពនិងការធ្វើឲ្យកាន់តែប្រសើរឡើងនៃតុល្យភាពក្នុងកម្លាំងទ័ពរបស់ពួកគេតែប៉ុណ្ណោះគួរឲ្យដឹងផងដែរថាសេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងយោធាដ៏សំខាន់នេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចមួយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទៅកាន់ទីក្រុងម៉ានីលកាលពីសប្តាហ៍កន្លងទៅនៅទីនោះរដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានរៀបរាប់អំពីការបដិញ្ញាចិត្តដ៏រឹងប៉ឹងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់ខ្លួនជាមួយនឹងប្រទេសហ្វីលីពីនហើយបានសន្យាថានឹងដាក់ពង្រឹងសមត្ថភាពជឿនលឿននិងទំនើបកម្មដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងទៅនឹងការគំរាមកំហែងទាំងការឈ្លានពានរបស់ចិនផងដែរគួររំលឹកដែរថាបញ្ហាទាមទារនៅតាមតំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្នប្រទេសចិនមានការទាមទារទឹកដីធំជាងគេនៅក្នុងចំនួនដែលត្រួតស៊ីគ្នាជាមួយនឹងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រ៊ុយណេឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីននិងវៀតណាមផងដែរទាំងដែលកាលកំឡុងឆ្នាំ2016តុលាការអន្តរជាតិបានកាត់ក្តីលើការទាមទាររបស់ចិនថាគឺជារឿងដែលមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិប៉ុន្តែយ៉ាងណាក្តីវាគឺជាសេចក្តីសម្រេចដែលក្រុងប៉េកាំងមិនបានទទួលស្គាល់នោះទេ